បើសិនជាមានបរិយាតិអន្តរធានមិនមានការរៀនសូត្រទេនឹងនាំមិនឲ្យមានការបដិបត្តិមានន័យថាវានឹងនាំឲ្យវិន័យការបដិបត្តិកាលណាការបដិបត្តិអត់មានហើយអត់មានបដិវេទគឺការចាក់ធ្លុះការមល់ត្រូវស្គាល់ថាអ្វីជាធម៌អ្វីជាវិន័យអ្វីជាធម៌អ្វីជាវិន័យយើងអត់ស្គាល់អញ្ចឹងសំខាន់ណាស់ញោមហើយកណានៅទៅកសាលោកចាក់ពីព្រះអង្គនឹងកសាណា320អង្គញោមអើយ320អង្គខ្យល់មានក្នុងតិចប្រមាណចេញទាំងអស់ហើយមួយថ្ងៃ320អង្គមិនដូចក្តាមលើជអេនេះខ្លះនឹងក្តាមលើជអេនេះតែក៏មានល្អក៏មានបងប្អូនធំស្រួលនេះគ្នាអាត្មានៅជាមួយកូនលោកតែប្រហែល10អង្គនេះគឺថាលំហឹងវិជាហើយណាដែលណាវាយស្គួរសាលាឆាន់មួយថ្ងៃគេឲ្យដល់3ទូមនេះចិត្តតម្រង់320អង្គនេះជាការលះបង់ជីវរៈជាគំរូរបស់ព្រះចៅអធិការព្រះមន្ត្រីសង្ឃតាមបណ្ដាវត្តនានាដែលប្រគល់ណាលោកបានធ្វើឲ្យនេះគឺជាអ្វីដែលពុទ្ធបំណងបណ្ដោះព្រោះនៅក្នុងព្រះពុទ្ធសាសនាព្រះសម្មាសម្ពុទ្ធជាម្ចាស់លោកប្រើពាក្យមួយថាលោកត្រាស់សម្ដែងពាក្យមួយថាព្រះសង្ឃនឹងជាសមណៈសក្យបុត្រជាកូនរបស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់អ្នកណាបងគេបញ្ជនច្រើននេះទៅជារៀបច្បងទៅជាគ្រូមើល320អង្គហើយស្ដាប់ប្រគល់ណាមានបន្ទូលពីខាងដើមថាសិនដល់រាប់ពាន់ហើយអញ្ចឹងទេការលះបង់របស់លោកចាត់ជួនកណ្ដាលនឹងព្រះគោណាភិនវុធីនេះគឺលះបង់ចំពោះសង្គមជាតិចំពោះសាសនាជាពិសេសក្នុងវិស័យពុទ្ធកៈណាច្រើនមែនទេហើយអ្វីទេនេះគឺញាតិញោមពុទ្ធបរិស័ទលេខភូមិនឹងតម្រង់អញ្ញាធរអីទាំងអស់ដែលជួយជ្រោមជ្រែងទាំងអស់ហ្នឹងគឺជាការលះបង់ដល់ក្រៃលែងមិនសម្ដែងទៅមុខទៀតទេចប់ត្រឹមនឹងចប់មុននឹងបញ្ចប់ផ្ដាំពាក្យបកូនណាលោកកូនតូចបួសក្តីសក្តីពេលចាក់ចេញពីវត្តនេះត្រូវនឹករលឹកនៅអនុស្សាវរីយ៍ជូរចត់ដល់ផ្អែមល្ហែមនៅទីនេះចេះស្រឡាញ់គ្នាចេះថែរក្សាវត្តចេះថែរក្សាសាសនាកុំបានមានមុខមានមាត់ឡើងយោសាភ្លេចលោកគ្រូដើមអញ្ចឹងណាឥឡូវចេះក្រាបចេះលុតចេះថ្វាយបង្គំដល់ឡើងរាជាគណៈដែរដើរចំបុកគ្រូឯងកុំឲ្យសោះណាបុគ្គលណាមួយប្រមាថការទៀនគ្រូបាត់ជានឹងនាំមកនៅសេចក្តីវិន័យមានតែធម៌កតញ្ញូទេដែលធ្វើឲ្យលោកម្ចាស់ភ្លឺថ្លាស្រស់ស្រាយនៅក្នុងជីវិតកុំឲ្យសោះតាមចាត់កណាធ្វើគ្រូ30ឆ្នាំកណាជួបទាំងអស់សន្តិគោរពដល់បាត់ជើងក៏មានដល់គេរាក់ឡើងធំតិចដែរគេជួបទៅមកទៅណាពុទ្ធោហើយគេដើរអីក៏គេមិនសូវឲ្យទេគេដើរមកជុំមានមួយនោះបង្រៀនផ្ដាល់ដៃនៅសាកលវិទ្យាល័យគេដើរជុំមុខដល់ស្បែកជើងមករុកគោរពដល់គេឡើងធំអីដែរគេល្បីអីដែរគេដល់គេងែស្មាអាត្មាស្បាយទេលោកបានមកកញ្ញកណ្ដាលក្បាលកុំឲ្យសោះយ៉ាងណាអានេះមុនអាគុំនេះប្រកែណាដឹងគុណកតញ្ញូគោរពគ្រូយើងសម្បីទៅអនាគតក៏ដោយលោកចាស់រៀនដល់ណាក៏ដោយលោកគ្រូយើងនេះគឺជាគ្រឹះជាអ្នកបណ្ដុះយើងតាំងពីតូចកុំភ្លេចគ្រូបង្រៀនកការកិច្ចកៃមេលពេលដែលលោកម្ចាស់នៅស្ថិតនៅក្នុងភាពល្ងងខ្លៅអ្នកដែលមកជួយបង្រៀនលោកម្ចាស់នោះហើយជាគ្រូបាត់ជាគ្រូដែរកុំឲ្យសោះដែរលោកម្ចាស់ចាំពាក្យកណាទេពេលបណ្ដាំមួយទៀតពេលអនាគតទៅសិក្សារៀនសូត្រប្រសិនទៅបានខ្លាយជាអុកញ៉ាអីឧត្តមលោកជំទាវអីណាកុំភ្លេចគុណពុទ្ធបរិស័ទយើងចាំទេអញ្ចឹងដើម្បីបន្តគុណទាំងអស់នឹងលោកម្ចាស់ត្រូវតែស្មោះត្រង់
ចំពោះជាតិចំពោះសង្គមនិងសាសនាហើយធ្វើអ្វីដែលអាចនាំឲ្យប្រទេសជាតិយើងរីកចម្រើនសូមអនុមោទនាឆ្ងាយចាបានញាតិញោមពុទ្ធបរិស័ទទាំងអស់សេចក្តីស្រឡាញ់វត្តពុទ្ធសាសនាយើងនេះជាពិសេសពុទ្ធរូបត្រង់ឈួរពុទ្ធរូបនេះញាតិញោមអាចជាពិបាកញាតិញោមណាអ្នកសិក្សាលោកមិនអីទេតែពុទ្ធបរិស័ទលោកពុទ្ធស្រុកយើងញាតិញោមជាសាបច្ចុប្បន្នហ្នឹងអ្នកកាន់ពុទ្ធសាសនាច្រើនណាស់ឡើងញាតិញោមអ្នកខ្លះគេថា500លានអ្នកខ្លះប៉ុន្តែការស្រាវជ្រាវថ្មីប៉ាន់ប្រមាណរហូតឡើងដល់ទៅ700លានជិតតែ800លានលើសពី